បាញ់សត្វដើរកាត់នៅចំការចាយដនជួបការនៅភូមិក្បាលជ្រោយបុប្ផាច្រើនណាស់បែបានតែមួយចិនខ្ញុំផ្ដើមព្រួយព្រមលួចស្នេហាខ្ញុំផ្ដាំតាមទូតឲ្យរូតនៅចុតម៉ាយអ្នកនោះរាងកាយស្គាំងសូមខ្លោចសាខ្វះទាំងបុណ្យសឹងខ្វះទាំងវាចាមិនអាចធ្វើការឲ្យដឹងចិត្តស្រីបោផាក្បាលជ្រោយខ្ញុំធ្លោយចិនដាប្រគល់វាសនានឹងចិនទាំងក្ដីអោលោកនាងតានាមក្បាល8គួនយល់សពស្រីពីរឿងខ្ញុំផងជាតិនេះប្រាថ្នាបែកកាយក្បាលជ្រោយហើយមិនឲ្យរយជ្រុះចាងចោលតងរៀមជាបាំងសាកុំព្រាបងកងសូមបញ្ញាខ្លួនផងក្នុងនាមអង្គសត្វបោផាក្បាលជ្រោយខ្ញុំធ្លោយចិនដាប្រគល់វាសនានឹងចិនទាំងក្ដីអោលោកនាងតានាមក្បាល8គួនយល់សពស្រីពីរឿងខ្ញុំផងជាតិនេះប្រាថ្នាបែកកាយក្បាលជ្រោយហើយមិនឲ្យរយជ្រុះចាងចោលតងរៀមជាបាំងសាកុំព្រាបងកង